ស្ដីពុកម៉ែបងប្អូនវីដេអូចែកម្លែកចំណេះដឹងដែលតាក់ទងនឹងម៉ូតូមានបញ្ហាជិះស្ទះជិះអាលុតជិះបាន2 3គីឡូដីអញ្ចឹងវាអាលុតមកសាទូតែយើងឈប់បើកកែបឬមួយក៏ឈប់មកសតោសបើក receiver ផ្លុំអញ្ចឹងបានវាឆេះទៅមុខមកសាទៀតបងប្អូនទស្សនាវីដេអូនេះទៅនឹងដឹងពីដំណោះស្រាយនឹងបានហើយឧបករណ៍ដែលយើងត្រូវដោះអត់មានអីច្រើនទេបងប្អូនមានតែទល់ល្វីសមួយដើមបើសិនជាម៉ូតូវាមានរៀនកណ្ដាលយើងពិបាកដោះប្រឡងដោះខ្សែដល់ទៅ5គ្រាប់បើវាមានរៀនកណ្ដាលទេយើងដោះទៅ3គ្រាប់មកទាញអាទូកណ្ដាលនឹងចេញក្រៅនឹងឃើញកន្លែងដែលធ្វើឲ្យម៉ូតូនឹងវាមានបញ្ហាបងប្អូនគេហៅថាប៉ោសាំងឬមួយក៏តម្រងសាំងពេលដែលខ្ញុំដកទៅយោដែលវាធ្លាក់ទៅបេនពីប៉ោសាំងគឺវាអត់មានសាំងហូរមកទេបងប្អូននឹងហើយវាដាច់ប៉ាត់កន្លែងនឹងអញ្ចឹងខ្ញុំដកអាប៉ោសាំងនឹងចេញសាំងដែលធ្លាក់ពី receiver មកគឺវាធ្លាក់មកធម្មតាទេវាអត់ស្ទះទេខ្ញុំជឿជាក់ថាមានម៉ូតូពុកម៉ែបងប្អូនជាច្រើនដែលមានបញ្ហាបែបហ្នឹងក៏ប៉ុន្តែមានបងប្អូនខ្លះក៏គាត់អាចដោះស្រាយបញ្ហានឹងខ្លួនឯងបានបងប្អូនខ្លះក៏គាត់ពិបាកអូសឬមួយក៏បដៅ100ជាងដែលមកបញ្ហាបែបហ្នឹងពពុះអាសង90លើ99%បងប្អូនឲ្យតែជិះស្ទះជាបាន2 3គីឡូដីវាអាលុតមកសាអញ្ចឹងបញ្ហារបស់វាមកពីអាកន្លែងហ្នឹងយើងដោះយកអានឹងចេញមកក្រៅហើយផ្លុំខ្យល់បើសិនជាអត់មានខ្យល់ទេផ្លុំទៅនឹងមាត់តិចមកហើយយកមកគោះវាបងប្អូនជាក់ស្ដែងពេលដែលខ្ញុំគោះមើលឃើញថាសុទ្ធតែដីចេញពីផោសាំងដោយសារតែវាស្ទះតម្រងដីឬមួយក៏កញ្ញោម receiver វាធ្លាក់ចូលពី receiver មកវាមក stop ទុកអាកន្លែងប៉ោសាំងតម្រងសាំងនឹង stop យូរម្ដងបន្តិចអញ្ចឹងវាធ្វើឲ្យស្ទះហើយស្ទះពេលដែលយើងចេះបាន2 3គីឡូដីវាលុតមកសាម៉ូតូខ្លះបាន10 20គីឡូដីអញ្ចឹងបានវាស្ទះហើយវាលុតមកសាបងប្អូនខ្លះគាត់បន្ទោសប្រេងបាតគាត់បន្ទោសនេះបន្ទោសនោះតែអត់ទេបងប្អូនបញ្ហាពួកអាសងនេះ 99% ហើយបើជិះស្ទះបាន4 10គីឡូដីបាន3 4គីឡូដីវាស្ទះមកសាអញ្ចឹងគឺមកពីប៉ោសាំងឬតម្រងសាំងនេះហើយពេលដែលខ្ញុំគូហើយផ្លុំរួចដាក់ចូលវិញគឺសាំងវាហូរមកប្រយតែម្ដងបងប្អូនវាអត់មានបញ្ហាអីទេម៉ូតូនេះគាត់ធ្វើដំណើរផ្លូវឆ្ងាយដែរបងប្អូនគាត់ថាស្ទះជិះស្ទះជាបាន4 10គីឡូដីអញ្ចឹងវាស្ទះមកសាដំណើរត្រូវលឿនតែទៅជាយឺតវិញអញ្ចឹងគាត់សម្រេចចិត្តថាឲ្យខ្ញុំដោះមើលផ្លុំដល់ពេលខ្ញុំផ្លុំហើយតែប៉ុណ្្នឹងគាត់ថាដឹងបរោយអត់ពិបាកចូលជាងទៀតទេដោះធ្វើខ្លួនឯងតែប៉ុណ្្នឹងតែមិនងាយទេយើងដោះផ្លុំមកសាអញ្ចឹងយ៉ាងហោចណាស់ក៏មួយឆ្នាំឬមួយក៏មួយឆ្នាំកន្លះដែរបងប្អូនបានវាស្ទះវិញបើសិនជាក្នុងធុង receiver នឹងវាស្អាតតែបើធុង receiver ច្រេះច្រើនទេគឺអត់ដល់ទេបងប្អូនតែ3 4ខែអីដឹងតែស្ទះវិញហើយដំណោះស្រាយដូចខ្ញុំបង្ហាញប្រាប់បងប្អូនមិញអញ្ចឹងយើងដោះយកអាកាប្លោកសាំងហ្នឹងមកផ្លុំឲ្យវាអស់កញ្ញោមដីហើយយើងដាក់អាចប្រើបានវិញហ្នឹងហើយវីដេអូដែលចែកម្លែកជាចំណេះដឹងខ្លីក៏អត់មានអីច្រើនទេមានតែប៉ុណ្្នឹងដែរក៏សូមពុកម៉ែបងប្អូនជួយចុច like និង share វីដេអូនេះម្នាក់មួយផងខ្ញុំនឹងមានជាវីដេអូតិចតួចចេញជាចំណេះដឹងខ្លីដែលតាក់ទងជាមួយនឹងបញ្ហាសាំងឬមួយក៏ប្រព័ន្ធភ្លើងបង្ហាញប្រាប់ពុកម៉ែបងប្អូននៅវីដេអូក្រោយៗទៀតសូមអរគុណច្រើននិងសូមគោរពលាចាំជួបគ្នានៅវីដេអូក្រោយ